នេះអាចថាបើជាការប្រកួតមួយដែលថ្មីហើយបើប្លែកជាងគេបើប្រចាំបើចុងឆ្នាំ2025បងប្អូនយើងនៅក្នុងជំនួបរវាងក្រុមបេខារីស្វាយរៀងបើត្រូវបើប៉ះនឹងក្រុមបាគីរីវងបើសុកសាន់ជ័យបងប្អូនយើងលទ្ធផលបើគឺបាននៅបើចុងម៉ោងណាបើស្វាយរៀងបើ2បាននឹងបាគីរីវងបើសុកសាន់ជ័យនោះគឺ1ប៉ុន្តែបើចូលដល់នាទីទីបើ90+2បើគឺថាបើក្រុមបើខាងគីរីវងសុកសាន់ជ័យបើគឺបើលេងបើតាមប្រេះបងប្អូនយើងបើលេងតាមប្រេះលេងអីដោយបើអាចនឹងគិតថាបាទខ្លួនគឺមិនចង់ឲ្យរបូតគ្រាប់បាល់បាទថែមទៀតទេបាទព្រោះថាបាទ2-1នឹងគឺបាទបានហើយសម្រាប់បាទក្រុមគិរីវងសុកសាន់ជ័យបាទចំណាយបាទឯក្រុមបាទស្វាយរៀងវិញអាចនឹងបាទគិតថាខ្លួនគឺបាទឈ្នះបាទ2-1ហើយបាទអញ្ចឹងក៏អត់បន្ថយទៅបុកទេបាទបុកទៅអាចនឹងផ្លាត់របូតគ្រាប់បាល់អាចនឹង2ស្មើអញ្ចឹងទៅគឺបាទបាត់បង់នៅឱកាសបាទ3ពិន្ទុបាទអញ្ចឹងក៏លេងទៅមកអញ្ចឹងទៅបងប្អូនយើងបាទរហូតដល់បាទចប់ការប្រកួតប៉ុន្តែបើនៅក្នុងបាល់ទាត់បាទគឺបាទលក្ខខណ្ឌមកខុសពីបដាល់បងប្អូនយើងបាទបដាល់បើយើងមកឡើងទៅលើសង្វៀនហើយបើយើងមិនប្រកួតទេគឺពមៀនហើយបើមិនវាយទេគឺបាទដេញចោលប៉ុន្តែបាល់ទាត់បាទគឺមិនអញ្ចឹងទេបងប្អូនយើងបាទអាចទះទៅទះមកបានសម្រាប់កីឡាករបាទប៉ុន្តែក៏ហាមតែយកដៃទៅវាយបាល់បានហើយបើតែមកទះទៅមកគឺអត់បញ្ហាទេបាទអញ្ចឹងក៏បាទទះទៅទះមករហូតដល់បញ្ចប់បាទការប្រកួតតែម្ដងបងប្អូនយើងបាទអញ្ចឹងលទ្ធផលបាទគឺបាទស្វាយរៀង2បាទនឹងគិរីវងសុកសញ្ជ័យបាទ1បងប្អូនសម្រាប់បាទការប្រកួត